SpaceX បញ្ជាក់ការផ្ទុះរបស់ Starship version 3 ជាផ្នែកនៃការធ្វើតេស្តខណៈសហរដ្ឋអាមេរិកបញ្ចេញឯកសារ UFO សម្ងាត់ជុំទី2ក្រសួងការពារជាតិសហរដ្ឋអាមេរិកនិងក្រុមហ៊ុនអវកាស SpaceX បានក្លាយជាចំណុចចាប់អារម្មណ៍សកលជាថ្មីបន្ទាប់ពីមានការបញ្ចេញព័ត៌មានសំខាន់ពីរដែលពាក់ព័ន្ធទាំងវិស័យអវកាសនិងបាតុភូតអាថ៌កំបាំងលើអាកាសនៅផ្នែកទី1ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ចេញឯកសារសម្ងាត់ជុំទី2ស្ដីពីការមើលឃើញវត្ថុហោះដែលមិនស្គាល់អត្តសញ្ញាណឬ UFO ដែលបច្ចុប្បន្នត្រូវបានគេហៅជាផ្លូវការថា UAP ឯកសារទាំងនេះរួមមានរបាយការណ៍រូបភាពនិងវីដេអូជាច្រើនដែលពាក់ព័ន្ធនឹងការមើលឃើញវត្ថុចម្លែកនៅលើមេឃរបាយការណ៍មួយក្នុងចំណោមឯកសារថ្មីៗមាន116ទំព័រហើយពាក់ព័ន្ធនឹងការស៊ើបអង្កេតនៅតំបន់សម្ងាត់ក្នុងរដ្ឋមិចស៊ីកូចន្លោះឆ្នាំ1948ដល់ឆ្នាំ1950ក្នុងនោះមានកំណត់ត្រាមើលឃើញវត្ថុស្វែពណ៌បៃតងចានហោះនិងកូនភ្លើងសរុបជាង200ករណីនៅក្បែរមូលដ្ឋានយោធាព័ត៌មានដែលទាក់ទាញចំណាប់អារម្មណ៍ខ្លាំងគឺសក្ខីកម្មពីមន្ត្រីចារកម្មអាមេរិកម្នាក់ដែលអះអាងថាខណៈធ្វើដំណើរដោយអូថូភេកញ្ចក់បានឃើញវត្ថុភ្លឺចំនួន2មានរាងដូចជាគ្រាប់កែវធំៗអណ្ដែតនៅលើអាកាសទោះជាយ៉ាងណាអ្នកជំនាញបញ្ជាក់ថាឯកសារទាំងនេះមិនទាន់ផ្ដល់ភស្តុតាងច្បាស់លាស់អំពីបច្ចេកវិទ្យាពីភពក្រៅឬអរិយធម៌ក្រៅផែនដីនោះឡើយស្របពេលជាមួយគ្នានេះក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ក៏បានធ្វើការសាកល្បងជោគជ័យមួយផ្នែកលើ Rocket Starship version 3ដែលជាចំនួនអាប់ដេតថ្មីបំផុតការហោះហើរនេះគឺជាការធ្វើតេស្តលើកទី12នៃគម្រោង Starship និងលើកដំបូងសម្រាប់ចំនួន version 3ដែលបានកែលម្អទាំងម៉ាស៊ីនប្រព័ន្ធការពារកម្ដៅនិងរចនាសម្ព័ន្ធសម្រាប់បេសកកម្មទៅកាន់ព្រះច័ន្ទនិងភពអង្គារ Rocket ត្រូវបានបាញ់បង្ហោះពី Starbase រដ្ឋ Texas បន្ទាប់ពីពន្យាពេលមួយថ្ងៃដោយសារបញ្ហាបច្ចេកទេសអំឡុងពេលហោះហើរ Starship អាចបញ្ចេញផ្កាយរណបសាកល្បង Starlink និងបញ្ចេញគោលដៅសំខាន់ៗជាច្រើនទោះបីម៉ាស៊ីន Raptor មួយបញ្ឈប់ដំណើរការកណ្ដាលផ្លូវក៏ដោយបន្ទាប់ពីចុះចតលើមហាសមុទ្រឥណ្ឌាតាមផែនការ Rocket បានឆាប់ឆេះនិងផ្ទុះក្លាយជាផ្កាភ្លើងដ៏សែនធំទោះជាយ៉ាងណា SpaceX បានបញ្ជាក់ថាការផ្ទុះបន្ទាប់ពីចុះចតនេះគឺជាផ្នែកមួយដែលបានគ្រោងទុកសម្រាប់ការធ្វើតេស្តមិនមែនជាគ្រោះថ្នាក់ក្រៅការរំពឹងទុកនោះឡើយព្រឹត្តិការណ៍ទាំងនេះបង្ហាញថាពិភពលោកនៅតែបន្តស្វែងរកចម្លើយអំពីអាថ៌កំបាំងលើមេឃនិងបច្ចេកវិទ្យាអវកាសដែលកំពុងរីកចម្រើនយ៉ាងលឿនជាងពេលណាៗទាំងអស់